ជំងឺស្បែកក្រឡុងវែងគឺជាជំងឺមួយដែលកើតទៅលើបុរសដែលភាគច្រើននៃបុរសហ្នឹងគឺអាចប្រឡត់ស្បែកហ្នឹងមកខាងក្រោយបានប៉ុន្តែបើសិនជាអ្នកជំងឺគាត់មានជំងឺស្បែកក្រឡុងវែងហ្នឹងគឺស្បែករបស់លឹងរបស់គាត់ហ្នឹងគឺអាចប្រឡត់មកខាងក្រោយបានទេតើនៅពេលដែលស្បែកក្របលឹងដែលมันអាចប្រឡត់មកខាងក្រោយបានតើវាអាចប្រឈមទៅនឹងកត្តាអ្វីខ្លះទី1កត្តាអនាម័យគឺគាត់ពិបាកលាងសម្អាតមែនទែនដោយសារតែស្បែករបស់គាត់នឹងអាចទាញប្រឡត់មកខាងក្រោយបានទី2ប្រឈមនឹងការរលាកស្បែកលឹងក្បាលលឹងនិងឈានទៅដល់ការរលាកប្រព័ន្ធផ្លូវទឹកនោមរបស់បុរសផងដែរងាយនឹងឆ្លងជំងឺកាមរោគនៅពេលរោមភេទជាងបុរសដែលមានស្បែកលឹងធម្មតាប្រឈមនឹងការកើតជំងឺមហារីកក្បាលលឹងនៅថ្ងៃក្រោយ